មានរឿងមួយដំណាលថាមានបរិសកំសត់ម្នាក់រស់នៅភូមិដាច់ស្រយាលមួយគាត់គឺជាមនុស្សស្លូតបូតហើយប្រកបរបរជាអ្នកកាប់ឈើដើម្បីចិញ្ចឹមជីវិតយ៉ាងលំបាកតក់យ៉ានៅថ្ងៃមួយមីនុកបានធ្វើដំណើរទៅកាប់ឈើដូចសពមួយដងប៉ុន្តែដោយសារតែដើមឈើដែលនៅជិតផ្ទះត្រូវបានកាប់អស់ទៅហើយគាត់ក៏សម្រេចចិត្តដើរស្វែងរកដើមឈើដែលល្អៗនៅទីឆ្ងាយដែលជាទីកន្លែងមិនធ្លាប់ទៅពីមុនមកដោយសារតែការធ្វើដំណើរអស់កម្លាំងពេកគាត់ក៏ឈប់រអ៊ូតែម្នាក់ឯងអោជីវិតអើយហេតុអ្វីក៏កំសត់យ៉ាងដូចនេះដើរពេញមួយថ្ងៃទៅហើយរកឈើល្អកាប់មិនបានសោះបើនៅតែរកមិនបានទៀតច្បាស់ជារកអ្វីទៅដូរអង្គមិនបានទេម៉ែចាស់នៅឯផ្ទះច្បាស់ជាដាច់ពោះស្លាប់ជាមិនខានសូមទេវតាដែលរក្សាទន្លេព្រៃភ្នំមេត្តាឲ្យខ្ញុំបានរកឈើល្អមួយដើមដើម្បីឲ្យខ្ញុំបានយកទៅដូរយកអង្គដូរនៅជីវភាពបានរួចប្រសើរមួយគ្រាគាត់ក៏ប្រទះឃើញដើមឈើធំមួយដើមអូនោះគឺជាដើមច័ន្ទតាមែនហើយវាគឺជាឈើក្រអូបមានតម្លៃបើខ្ញុំអាចកាប់វាយកទៅច្បាស់ជាអាចដូរបានប្រាក់កាច់ជាច្រើននិយាយរួញគាត់ក៏បានចាប់ផ្ដើមយកពូថៅដ៏ចាស់របស់គាត់ទៅកាប់ឈើនោះភ្លាមប៉ុន្តែជាអកុសលដោយសារតែការហត់នឿយនិងបែកញើសហូរស្រក់ជោគដៃធ្វើឲ្យពូថៅរបូតចេញពីដៃហោះធ្លាក់ចូលទៅក្នុងទឹកទន្លេដ៏ជ្រៅបាត់ស្រមោលសូនឈឹងពូថៅខ្ញុំពុទ្ធោអើយពូថៅរបស់ខ្ញុំតើខ្ញុំមានអ្វីដើម្បីកាប់ឈើទៀតទៅអ្នកកាប់ឈើតក់ស្លុតជាខ្លាំងគាត់លុតជង្គង់ចុះយំខ្សឹបខ្សួលនៅឯមាត់ច្រាំងព្រោះតែពូថៅនោះគឺជាឧបករណ៍រកស៊ីតែមួយគត់និងជាប្រភពនៃប្រាក់ចំណូលតែមួយគត់របស់គ្រួសារទើបយំបានបន្តិចស្រាប់តែទឹកទន្លេក៏មានរលកខ្ពស់ឡើងហើយមានពន្លឺពណ៌មាសមួយបានចាំងចែងឡើងទេវតាដែលរក្សានៅក្នុងទឹកនោះបានចេញពីកណ្ដាលនៃទឹកទន្លេព្រះភ័ក្ត្រពោពេញទៅដោយក្តីមេត្តាទេវតាមានព្រះបន្ទូលថាហេតុអ្វីបានជាចៅមីនុកឯងយំយ៉ាងដូច្នោះអ្នកកាប់ឈើបានលើកដៃសំពះរួចរៀបរាប់ទាំងទឹកភ្នែកតាមដំណើរនៃរឿងឮដូច្នោះទេវតាក៏ញញឹមរួចក៏បំបាំងកាយងូតទឹកចុះបាត់មួយភាំងហើយក៏ងើបឡើងមកវិញក្នុងព្រះហស្ថកាន់ទៅដោយពូថៅមាសដែលភ្លឺចិញ្ចាំងចិញ្ចាយរួចសួរថាតើពូថៅមាសនេះគឺជាពូថៅរបស់ឯងមែនទេមីណូបបិទ្ធព្រះអង្គពូថៅនេះមិនមែនជាពូថៅរបស់ខ្ញុំទេពូថៅរបស់ខ្ញុំគឺជាពូថៅដែកច្រេះគឺវាចាស់ណាស់ក្រាបទូលអញ្ចឹងតើជាពូថៅប្រាក់មួយនេះមែនទេមួយនេះក៏ដូចជាមិនមែនដែរក្រាបទូលពូថៅរបស់ខ្ញុំគឺជាពូថៅដែកដែលមានច្រេះគឺវាចាស់ណាស់ក្រាបទូលល្អណាស់
តើពូថៅមួយនេះគឺជាពូថៅរបស់ឯងមែនទេមីនូពិតមែនហើយពិតមែនហើយពិតមែនហើយលោកទេវតាគឺជាពូថៅរបស់ខ្ញុំ មែនហើយដោយយើងឃើញថាមីនុបឯងមានចិត្តស្មោះត្រង់មិនលោភលន់ដូច្នេះយើងសូមប្រគល់ពូថៅទាំង3នេះជូនទៅមីនុបឯងចូលឯងយកទៅប្រើប្រាស់ទៅតាមការគួរចុះដោយឃើញថាមនុស្សម្នាក់នេះមានចិត្តស្មោះត្រង់មិនលោភលន់នឹងទ្រព្យសម្បត្តិរបស់អ្នកដទៃទេវតាក៏បានប្រគល់ពូថៅទាំង3រួមមានមាសប្រាក់និងពូថៅដែកទៅឲ្យបរិះកាប់ឈើដោយសារតែភាពស្មោះត្រង់ចាប់តាំងពីថ្ងៃនោះមកអ្នកកាប់ឈើកំសត់នឹងគ្រួសារក៏បានរស់នៅយ៉ាងសុខសាន្តនិងមានសេចក្តីសុខដោយសារតែផលបុណ្យនិងភាពស្មោះត្រង់របស់ខ្លួនតម្លៃអប់រំនៅក្នុងរឿងភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សការមិនលោភលន់ចេះពេញចិត្តនៅអ្វីដែលខ្លួនមាននិងនាំមកនូវលាភសក្ការៈព្រមទាំងសេចក្តីសុខពិតប្រាកដនៅក្នុងជីវិតតើបងប្អូនពេញចិត្តដែរឬទេចំពោះការកែសម្រួលនៃសាច់រឿងនេះឬចង់បន្ថែមនៅត្រង់ចំណុចណាមួយទេបងប្អូនអាច comment បាននៅខាងក្រោមវីដេអូនេះបានណាសូមអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តរបស់មកុដខ្មែរជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិបញ្ញាកុំបីឃ្លៀងឃ្លាតឡើយ